សម្ដេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចអគ្គមហាពញាចក្រីផេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្ដេចឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំសមាជិកាព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនិងជាថ្នាក់ដឹកនាំស្ថាប័នកម្ពុជាជាតិព្រមទាំងនាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរៈភូមិន្ទនាយនគរបាលជាតិជាន់ខ្ពស់និងភ្ញៀវកិត្តិយសជាតិខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្ដេចឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នជាតិគ្រប់លំដាប់ថ្នាក់ដែលបានអញ្ជើញមកចូលរួមក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សានៃខ្ញុំមានភារតីរំភើបរីករាយឥតឧបមាចំពោះពរជ័យសិរីមង្គលដែលសម្ដេចឯកឧត្តមលោកជំទាវថ្វាយខ្ញុំក្នុងឱកាសដ៏ឧត្តមឧត្តមនេះខ្ញុំមានមោទនភាពយ៉ាងក្រៃលែងដោយបានឃើញសភាពការនៅព្រះរាជាណាចក្រកម្ពុជាយើងពីមួយថ្ងៃទៅមួយថ្ងៃប្រជារាស្ត្រជាទីស្រឡាញ់នៃយើងទទួលបានសេចក្តីសុខនិងកំពុងបន្តបោះជំហានទៅរកការអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យសមិទ្ធផលនានានៃសង្គមជាតិត្រូវបានកសាងឡើងអាស្រ័យដោយស្ថាប័ននីតិបញ្ញត្តិនីតិប្រតិបត្តិនិងតុលាការព្រមទាំងរដ្ឋអំណាចមូលដ្ឋានព្រះសង្ឃនិងបងប្អូនប្រជារាស្ត្រទូទាំងប្រទេសបានរួមគ្នាកសាងឡើងក្រោមកម្លាំងមហាសាមគ្គីឯកភាពជាតិដ៏រឹងមាំរបស់ប្រជាជាតិយើងតាមបវចនាជាតិសាសនាព្រះមហាក្សត្រដែលពុំមានកម្លាំងអ្វីអាចធ្វើឲ្យរង្គោះរង្គើបានឡើយនេះជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជាយើងដែលផ្ដើមចេញពីការខិតខំបំពេញភារកិច្ចទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នជាតិគ្រប់លំដាប់ថ្នាក់រួមជាមួយប្រជារាស្ត្រកម្ពុជាគ្រប់បណ្ដាខេត្តរាជធានីចំពោះជោគវាសនារបស់ប្រទេសជាតិនិងអនាគតដ៏រុងរឿងនៃប្រជារាស្ត្រយើងក្នុងរយៈពេលកន្លងមកមានការងារជាច្រើនដែលយើងទទួលបានលទ្ធផលល្អប្រសើរយ៉ាងធំធេងគួរជាទីពេញចិត្តហើយក៏នៅមានការងារមួយចំនួនទៀតដែលនឹងត្រូវខិតខំបំពេញបន្តនៅពេលបច្ចុប្បន្ននិងនៅពេលខាងមុខសម្ដៅរក្សាស្ថិរភាពនៃកិច្ចអភិវឌ្ឍសង្គមការពារសន្តិសុខសង្គមជាសង្គមមានភាពស្អាតស្អំនិងបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជារាស្ត្រយើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជាខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំង3វត្ថុស័ក្តិសិទ្ធិនានាក្នុងលោកទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាទេវតាថែរក្សាព្រះមហាស្វ័យតឆត្រព្រះបារមីអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គព្រះដេចបារមីព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងជាពិសេសទេវតាឆ្នាំថ្មីឆ្នាំថោះបញ្ញស័កនេះសូមជួយបីបាច់ថែរក្សាសម្ដេចឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំកម្ពុជាជាតិព្រមទាំងមន្ត្រីរាជការអ្នកមុខអ្នកការគ្រប់លំដាប់ថ្នាក់និងប្រជារាស្ត្រយើងទូទាំងព្រះរាជាណាចក្រកម្ពុជាសូមបានប្រកបដោយសេចក្តីសុខចម្រើនសុភមង្គលវិបុលសុខគ្រប់ប្រការនិងទទួលបាននៅព្រះពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈជានិច្ចនិរន្តរ៍តរៀងទៅសូមអរគុណ